រឿងភាពអស្ចារ្យនៅលើដើមឈើធំមួយក្នុងព្រៃមានកូនព្រាប3ក្បាលទៅញាស់ជាបន្តបន្ទាប់នៅក្នុងសំបុកទោះបីជាពួកវាកើតពីមេបាតែមួយតែកូនបងមានគំនិតខុសប្លែកពីប្អូនៗទាំងពីររបស់វាកូនបងនិយាយទៅកាន់ឪពុកម្ដាយពីគោលបំណងរបស់វាថាពុកម៉ែខ្ញុំនឹងធ្វើជាបក្សីអស្ចារ្យហើយខ្ញុំនឹងធ្វើកិច្ចការដ៏ធំធេងមួយដែលមិនយល់ពីគំនិតរបស់កូនព្រាបជាឪពុកក៏សួរថាតើឯងចង់ធ្វើអីខ្ញុំនឹងហៅទៅកាន់ជើងមេឃហើយខ្ញុំនឹងធ្វើជាបក្សីដំបងគេបង្អស់ដែលអាចហៅទៅដល់ជើងមេឃកូនបងនិយាយប្រាប់ពីអ្វីដែលវាចង់ធ្វើព្រាបជាម្ដាយក៏និយាយបញ្យល់ទៅកាន់កូនថាគ្មានជើងមេឃពិតប្រាកដទេកូននោះគ្រាន់តែជារូបភាពបំភាន់ភ្នែកប៉ុណ្ណោះកូនបក្សីប្រកែកគ្មានជើងមេឃយ៉ាងម៉េចបើខ្ញុំឃើញវានៅនឹងមុខច្រងនោះព្រាបជាឪពុកបញ្យល់បន្ថែមថាពិតជាគ្មានជើងមេឃមែនណាកូនតើកូនឯងមាននេះចង់ទៅរកវត្ថុដែលមិនមានពិតប្រាកដនោះមកដើម្បីអ្វីខ្ញុំរកវាដើម្បីភាពអស្ចារ្យបើខ្ញុំអាចទៅដល់ជើងមេឃខ្ញុំនឹងក្លាយជាបក្សីដ៏អស្ចារ្យបំផុតវាឆ្លើយដោយជឿជាក់អាភាពអស្ចារ្យនឹងវារឹតតែបំភាន់ជាងអារឿងជើងមេឃទៅទៀតព្រោះជើងមេឃវាអាចឲ្យឯងមើលឃើញប៉ុន្តែភាពអស្ចារ្យវិញឯងចាប់ក៏មិនបានមើលក៏មិនឃើញតើឯងខាតពេលវេលាក្នុងជីវិតស្វែងរកភាពមិនពិតនោះដើម្បីអ្វីព្រាបជាម្ដាយបានដាស់តឿនកូនខ្ញុំមិនជឿថាគ្មានជើងមេឃនោះទេបើខ្ញុំហៅទៅដល់ជើងមេឃបានខ្ញុំនឹងក្លាយជាបក្សីដ៏អស្ចារ្យនេះជាអ្វីដែលខ្ញុំប្រាថ្នាក្នុងជីវិតកូនព្រាបនៅតែមាននេះតាមគំនិតរបស់វានៅពេលដែលកូនព្រាបជាបងអាចហៅបានយ៉ាងល្អហើយវាក៏សុំលីឪពុកម្ដាយនិងប្អូនទាំងពីរដើម្បីហៅទៅរកជើងមេឃតាមការតាំងចិត្តរបស់វាដែលមិនបានស្ដាប់តាមការណែនាំរបស់ឪពុកម្ដាយវាទាល់តែសោះវាហៅចេញទៅដោយមានមោទនភាពចំពោះខ្លួនឯងថាវាកំពុងតែធ្វើនៅរឿងដ៏អស្ចារ្យមួយកូនព្រាបចេះតែហៅទៅមុខដោយមានខ្សែបន្ទាត់ជើងមេឃជាគោលដៅវាហៅអស់មួយថ្ងៃពេញទៅហើយក៏នៅតែមិនទំនងថានឹងខិតជិតក្បែរទៅនឹងជើងមេឃបន្តិចសោះបើអាចទៅដល់ជើងមេឃក្នុងរយៈពេលមួយថ្ងៃនោះមិនមែនជារឿងដ៏អស្ចារ្យនោះទេកូនព្រាបគិតក្នុងចិត្តរួចហើយវាក៏ចូលទៅរកកន្លែងសម្រាកនៅដើមឈើមួយក្រោយពីបានសម្រាកពេញមួយយប់បាត់ហត់វាក៏បន្តដំណើរទៅមុខទៀតកូនព្រាបហៅទៅកាន់ជើងមេឃអស់ពេញមួយអាទិត្យនៅតែមិនអាចទៅដល់ជើងមេឃទៀតទោះបីជាវាមើលឃើញជើងមេឃនៅមុខក៏ដោយខ្សែបន្ទាត់ជើងមេឃនៅនឹងមុខយើងនេះឯងយើងត្រូវព្យាយាមជាងនេះបន្តិចទៀតកូនព្រាបលួងចិត្តខ្លួនឯងនៅពេលឈប់សម្រាកមុននឹងបន្តការហៅតទៅមុខទៀតនៅព្រឹកស្អែកកូនព្រាបបានហៅតាមរកជើងមេឃអស់រយៈពេល1ខែទៅហើយនៅតែគ្មានសញ្ញាថានឹងទៅដល់ខ្សែបន្ទាត់ជើងមេឃតាមការតាំងចិត្តសោះវាក៏និយាយលួងលោមចិត្តខ្លួនឯងថាបើយើងចំណាយពេលអស់1ខែទៅហើយបើបោះបង់វាចោលនៅពេលនេះគឺមានន័យថាការព្យាយាមមកទាំងអំបានម៉ាននឹងអាសាអត់ប្រយោជន៍ដូច្នេះយើងត្រូវតែខំពុះពីបន្តទៅទៀតព្រោះខ្សែបន្ទាត់ជើងមេឃនៅនឹងមុខនៅឡើយនិយាយរួចកូនព្រាបក៏នៅតែបន្តហៅទៅកាន់ជើងមេឃតាមការតាំងចិត្តរបស់ខ្លួនទីបំផុតក៏ទៅដល់សមុទ្រដ៏ធំធេងមួយការហោះហើរឆ្លងកាត់សមុទ្រដ៏ធំធេងនោះទោះបីជាវាមានកម្លាំងចិត្តមុះមុតនៅក្នុងការតាមរកជើងមេឃក៏ដោយប៉ុន្តែពេលនេះវាមានអារម្មណ៍ថាចង់សម្រាកខ្លាំងណាស់ព្រោះវាហៅកាត់សមុទ្រនេះអស់រយៈពេល7ថ្ងៃទៅហើយកូនព្រាបមិនបានសម្រាកនឹងស៊ីចំណីអ្វីទាំងអស់ដោយសារតែផ្ទៃសមុទ្រដ៏ធំធេងគ្មានជើងមេឃដែលអាចឲ្យវាទំនងនឹងសម្រាកបានទាល់តែសោះនៅពេលនឿយហត់អស់កម្លាំងខ្លាំងពេករហូតស្ទើរតែបកស្លាប់លែងចង់រួចទើបកូនព្រាបដឹងច្បាស់ថាបើវាឈប់ហៅនៅពេលនេះវាមុខជាត្រូវធ្លាក់ចូលទៅក្នុងសមុទ្រស្លាប់ជាមិនខានទើបវាខំថ្មិញស៊ូទ្រាំហើយបន្តដំណើរទៅមុខទៀតស្ទើរដាច់ខ្យល់ស្លាប់គ្រានោះកូនព្រាបលែងចង់បានភាពអស្ចារ្យលែងចង់ទៅដល់ជើងមេឃអ្វីតទៅទៀតហើយវាគ្រាន់តែនឹកសង្ឃឹមថានឹងមានអាហារមានកន្លែងសម្រាប់ស្នាក់នៅតែប៉ុណ្ណោះព្រោះវាដឹងច្បាស់ថាពិតជាគ្មានជើងមេឃនោះទេហើយអ្វីដែលឃើញគឺនៅតែរូបភាពបំផាន់ភ្នែកតែប៉ុណ្ណោះសម្រាប់គតិអប់រំក្នុងរឿងនេះមនុស្សគ្រប់រូបសុទ្ធតែចង់បានភាពអស្ចារ្យដោយមិនដឹងសោះថាភាពអស្ចារ្យនោះគ្រាន់តែជាវត្ថុសន្មតប៉ុណ្ណោះ